អបអសាទរដល់ក្រុមតោឃីវ Chelsea ឈ្នះពានរង្វាន់ UEFA Conference League ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រក្លឹបបាទហើយក៏ Chelsea នេះកំពុងតែក្លាយខ្លួនជាក្លឹបតែមួយគត់នៅលើពិភពលោកដែលឈ្នះពានរង្វាន់នៅក្នុងក្របខ័ណ្ឌបាទ UEFA ទាំង3គឺមាន UEFA Champions League UEFA Europa League និង UEFA Conference League ពានទាំង3ធំៗនៅអឺរ៉ុបនេះ Chelsea ឈ្នះទាំង3ហើយគ្មានក្រុមណាឈ្នះបានពាននេះទាំង3ដូច Chelsea ទេ Chelsea តែមួយគត់គឺឈ្នះពាននេះបានទាំង3តែម្ដងបងប្អូន Chelsea ធ្លាប់ឈ្នះ Champions League 2 ដងគឺឆ្នាំ 2011-12 ហើយនឹងលើកចុងក្រោយឆ្នាំ 2020-2021 បាទហើយ Chelsea ធ្លាប់ឈ្នះ UEFA Europa League បាន2 ដងដែរលើកទី1គឺឈ្នះនៅក្នុងឆ្នាំ 2012-2013 និងលើកទី2ឈ្នះនៅក្នុងឆ្នាំ 2018-2019 ហើយការឈ្នះពានរង្វាន់នៅលំដាប់ទី3នេះបាទការឈ្នះ UEFA Conference League នេះគឺទើបតែផ្ដួលក្រុមរៀលបេទីសកាលពីយប់មិញនឹងឯងបាទគឺលទ្ធផលធ្ងន់បន្តិច4គ្រាប់លទ្ធផលនេះច្រើនបងប្អូនមកកម្រិតរៀលបេទីសហើយ Chelsea សុទ្ធបាន4គ្រាប់អញនិយាយថាបេទីនេះ Barcelona រៀលម៉ាឌ្រីតក៏ពិបាកហូបដែរតែ Chelsea ដាក់4គ្រាប់វគ្គប្រាច់ព្រាត់ដែលជាវគ្គសំខាន់ Chelsea សុទ្ធ4គ្រាប់ទៅលើក្រុមរៀលបេទីសនាំឲ្យ Chelsea ក្រងជើងឯក UEFA Conference League ជាផ្លូវការកាលពីយប់មិញនេះអបអរសាទរដល់តោឃីវ Chelsea បងប្អូនយប់មិញអ្នកណាក៏ថា Chelsea អត់ពានដែរលេងបានត្រឹមតែ9នាទីគត់បេទីសដាក់មកគ្រាប់មុនដោយ Elsa Soli នៅនាទីទី9បាទហើយរហូតដល់ត្រឹមចប់នៃតង់ទី1ចប់វគ្គទី1 Chelsea អត់អាចតាមស្មើបាននៅតែ 1-0 ចប់វគ្គទី1នៅតែ 1-0 រហូតចូលវគ្គទី2លេងរហូតដល់នាទីទី60ជាងហើយនៅតែ Chelsea មិនអាចរកគ្រាប់បាល់បាននៅតែ 1-0 បេទីសនាំមុខ 1-0 ដដែលបាទដល់នាទីទី65បាទ Enzo Fernandez រកគ្រាប់បាល់តាមស្មើអ្នកបញ្ជូនបាល់ដោយ Cole Palmer នាំឲ្យ Chelsea មានមួយគ្រាប់តាមស្មើ1-1ទៅលើក្រុម Real Betis នាទីទី65រំលងបានប្រមាណជា5នាទីក្រោយបាទ Nicolas Jackson តែបញ្ចូលទីដោយការបញ្ជូនបាល់ដោយបរោះដដែលគឺ Cole Palmer គ្រាប់ទី2នាំមុខទៅលើ Real Betis 2-1ត្រឹមនាទីទី70នាទីទី70បាន 2-1 fan របស់ Chelsea ឲ្យខ្ញុំមកវិញខ្ញុំរីករាយមកវិញដែរ fan បងប្អូនអើយបាទស្រឡាញ់តោឃីវ Chelsea បាទហើយដល់ពេលមិនតាន់អស់ទេបងប្អូននាទីទី70ហើយមាន2គ្រាប់ទៅ1ហើយដល់ទៅពេលនាទីទី83លើកបាន13នាទីក្រោយ Chelsea ដាក់គ្រាប់ទី3 3-1ដោយចរុន Sancho អ្នកបញ្ជូនបាល់ឲ្យ Kylian Debri Hall Sancho សុទ្ធយ៉ាងល្អអស្ចារ្យបាទ3គ្រាប់ទៅ1នាទីទី83មិនតាន់អស់ទេថែមម៉ោងក៏ដោយអីក៏ដោយនាទីទី90+1ហើយ Moises Caicedo ទទួលបាល់ពី Enzo Fernandez បានសុទ្ធពីលើត្បូងទូកបានមួយគ្រាប់ទៀត4គ្រាប់មកត្បូងគ្រាប់ទល់នឹង1 Chelsea ក្រងជើងឯកជាផ្លូវការនៅឯប្រព័ន្ធ UEFA Conference League ដោយផ្ដួលក្រុម Real Betis 4-1បាទនៅក្នុងវគ្គដ៏សំខាន់មួយនេះបាទសម្រាប់ក្រុមតោឃីវ Chelsea ល្អមែនទែនបងប្អូនអើយបាទល្អណាស់អញ្ចឹង Chelsea អញនិយាយថារដូវកាលនេះឡើងមកដល់ Top 4នៅឯ Premier League បានកៅអីលេង Champions League ហើយបាទបានកៅអីលេង Champions League ហើយឥឡូវនេះក៏បានពាន Champions League Conference League មួយទៀតអញ្ចឹងអញរាប់បានថាជាជោគជ័យដ៏ធំមួយសម្រាប់គ្រូបង្វឹកលោក Enzo Maresca បាទអបអរសាទរដល់ Chelsea បងប្អូនខ្ញុំមានតែប៉ុណ្្នឹងទេបាទកំពុងតែរីករាយសប្បាយចិត្តមិនដឹងថាមានអីដែលត្រូវថ្លែងបាន Chelsea អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាអរគុណច្រើនបាទ